ការថ្លែងរបស់សាកសីដូចនៅថ្ងៃទី23មិថុនាតេតងនឹងលោកហេងសំរិនគឺនៅត្រង់ចំណុចដែលមេធាវីការពារក្តីជនជាប់ចោទនួនជាលោកវិចទ័រកូប៉េសួរដេញដោលអំពីរឿងរ៉ាវចាប់កម្មាភិបាលកងទ័ពភូមិភាគអូដបូព៌ានិងពាយ័ព្យក្នុងផែនការធ្វើរដ្ឋប្រហារផ្ដួលរំលំប៉ុលពតលោកថាកម្មាភិបាលជាច្រើនអ្នកត្រូវបានចាប់ខ្លួនតាមការតាមដានរបស់គណៈមជ្ឈិមជាយូរមកហើយផ្សំជាមួយចម្លើយរបស់អ្នកទោសដែលចាប់មុខមន្ទីរស21ឆ្លើយដាក់ខ្ញុំសូមនិយាយអំពីរឿងជាក់ស្ដែងដែលខ្ញុំជាអ្នកប្រតិបត្តិការជាប្រធានស21ចម្លើយរបស់អ្នកទោសដែលចាប់មកនៅស21ពិតជាមានការឆ្លើយដាក់មនុស្សច្រើនក្នុងនោះអ្នកច័ន្ទចក្រីមិត្តចក្រីឆ្លើយដាក់បងឈូកឆ្លើយដាក់ណាទៀតដោយបងទីសួនអីហ្នឹងហើយមិត្តអឿនសិតតែចាប់អស់ហើយដោយឡែកវាក៏ពិតជាមានឆ្លើយដាក់បងរិនដែរតែអត់បានចាំអត់ទេគាត់រស់នៅដល់ទៅថ្ងៃជាប្រធានសភាប្រជាជនកម្ពុជាពិតជាមានការឆ្លើយដាក់លោកហេងសំរិនអតីតជាមេវិជាការកងពលមួយរូបនៅភូមិភាគបូព៌ាដែលមានកម្មាភិបាលឈ្មោះសៅភឹមជាប្រធានភូមិភាគនិងជាសមាជិកនៃគណៈអចិន្ត្រៃយ៍នៃបកកុម្មុយនីសកម្ពុជាសាកសីដូចថ្លែងថាលោកមិនបានដឹងអំពីផែនការរដ្ឋប្រហាររបស់កម្មាភិបាលដែលមាននានាការទៅរកវៀតណាមទាំងនោះទេហើយថាការសម្រេចចាប់ខ្លួនក៏មិនមែនលោកដែរគឺគណៈអចិន្ត្រៃយ៍នៃបកកុម្មុយនីសកម្ពុជាជាអ្នកសម្រេចលោកថាមន្ទីរសន្តិសុខស21ដែលជាមន្ទីរប្រឆាំងចារកម្មមានតួនាទីតាមដាននិងប្រឆាំងរាល់ចារបុរសក្នុងឋានៈស21នេះវាជាស្ថាប័នប្រឆាំងចារកម្មដូច្នេះចារកម្មដែលស្រួចបំផុតមិនថៃទេគឺយួនហើយអាមេរិកយើងនៅបោះសម្អាតតទៅទៀតបន្តិចបន្តួចនេះគឺខ្ញុំនិយាយអញ្ចឹងនៅពេលដែលមេធាវីការពារក្តីសួរដេញដោលអំពីឈ្មោះលោកហ៊ុនសែនថានៅក្នុងបកពួកជាមួយកម្មាភិបាលឈ្មោះអឿនដែលត្រូវបានចាប់ខ្លួននោះលោកឆ្លើយថាលោកមិនស្គាល់ឈ្មោះនេះពីមុនមកទេឈ្មោះដែលរៀបរាប់មិញជាឈ្មោះដែលខ្ញុំស្គាល់ភាគច្រើនហើយមកចុះនៅ21ដែលតែឈ្មោះហ៊ុនសែនខ្ញុំសូមបញ្ជាក់ជាអូឡារិកថាខ្ញុំអត់ដែលឮទេឈ្មោះហ៊ុនសែននេះខ្ញុំឮក្រោយ7មករាលោកដូចឲ្យដឹងដែរថាការងារសម្រិតសម្រាំងខ្មាំងផ្ទៃក្នុងបកកុម្មុយនីសកម្ពុជានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះមិនជាប់ពាក់ព័ន្ធនឹងលោកអៀងសារីលោកវ៉ុនវ៉េតនិងជនជាប់ចោទខៀវសំផនទេលោកបដិសេធថាជនជាតិចាមដែលត្រូវគេចាប់មកមន្ទីរស21ក៏មិនមែនដោយសាររឿងជាតិសាសន៍ដែរក៏ប៉ុន្តែគេចាប់ជនជាតិចាមមកឲ្យខ្ញុំក្នុងឋានៈជាចាមចាប់យកមកសពីមួយក្នុងឋានៈជាចាមអត់មានទេប៉ុន្តែសឹមមេលហៅម៉ានដេកអ្នកណាសួរខ្ញុំមិនស្មិញគាត់ជាចាមគាត់មកធ្វើបដិវត្តហើយដល់ក្រោយមកនោះគាត់ខុសគេចាប់ពីស្រែយកមកភ្នំពេញហើយវាយកំទេចបាត់ហើយដូច្នេះគេមិនចាប់មនុស្សឲ្យតែឃើញចាមដើម្បីប្រឡោះរូបចាប់ចាមអត់ទេគ្មានទេក៏ប៉ុន្តែចាមធ្វើខុសដូចសឹមមេលហៅម៉ានដែលមកនៅជាមួយខ្ញុំធ្វើម៉េចអ្នកឯងធ្វើខុសសកម្មកម្មរបស់សាកសីដូចនៅមិនទាន់ចប់ទេនៅក្នុងសប្តាហ៍នេះហើយលោកនឹងត្រូវមកផ្ដល់សកម្មកម្មបញ្ចប់នៅថ្ងៃច័ន្ទទី27មិថុនាសប្តាហ៍ក្រោយបន្ទាប់ពីសកម្មកម្មរបស់សាកសីដូចអំពីរឿងរ៉ាវនៅមន្ទីរស21អង្គជំនុំជម្រះនឹងបន្តសវនាការស្ដាប់សកម្មកម្មថ្មីរបស់ដើមបណ្ដឹងរដ្ឋាភិបាលនេះមួយរូបទៀតខ្ញុំបាទលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញ